bà pika tầng o mong bà mà khổ xa bà quạt nó cứ pika tầng o con tí muối tí pi tí bấy pika cờ bà hay đập bê con tí buồn đấy bà cứ quạt pika phê bà hay lục ta đã thấy chia phục ở nó với cô quạt pika đây bà đã rồi tì xong chui nhóm phong bà nhóm bị ọt tí bằng ấy nhóm đã rồi ấy có ọt ca tiết nhóm mà dụ chất chiêng hơi bà được miền gì ta lực mà điện lại đọc xong chân nông bà bói bóp ổn chui tam tịch tam tràn nhóm tiêm tì ấy tràn thế bà xong đã bóp ổn chui bán đần tịch tịch nè mà có bán ruộng đó miền trong đó bán miền bán cái ở đã bán cồn ruộng cho nhóm dẫn này nhóm được hơn đó chỉ việc nhóm bên đây hai nhóm lên trong miền trong bạn ấy thôi ở đã bán cồn hộp đâu thì mới cho ta con hộp cho ai là vậy nó bà ôm ôi một ồn anh ấy kiên chân món ốm mà ồ nó ống sấy thì nó ống sấy bà một ồn ơi bà nó màu tí đó nó bà bầy nè buồn nè vậy trong mà khu xa bà quạt nó cứ pika tầng o bà phèm bà mùi nè nó cứ pika tầng o bọn khả năng cứ quạt pika phê một ồn bà bọn phổ khả năng quạt pika phê hay bọn này cứ pika chương cờ rồi bọn bán khơi chăng bà hay nó tí đó nó bà máu nó bà cờ máu đai nó con sấy bà con sấy nâng cờ bà cờ hay lục tá quạt cô pika đây bà lục ta pika ở hai bọc ôn chỉ tâm mà khu xa bà quạt nó cứ pika tầng ở mong bà cứ ở ta lục dây muối ấy bà hay rồi ngày đến cứ lục dây nữa quạt đại quạt hồ si châm lục ta hay nâng côn tầng ở kia nâng bà côn bạc quạt tiếngประมาณ nè nó cứ pika tầng ở bà cả lông tới châm thọp mà chui với cáp sắp sai quạt bắt đầu ngay bàn tay quạt na xong mà châm chui sắp sai mà đong tiết 3 km បងប្អូនគាត់ជួយតិចក្តីច្រើនក្តីចឹងទៅគាត់មានលទ្ធភាពសម្រាប់ទិញថ្នាំទិញឲ្យកូនគាត់ប្រសាចឹងទៅនោះដូចបងប្អូនបានឃើញចឹងបាទមកបងប្អូនអើយបាទពីការតាំងពីតូចមកបងប្អូនបាទថ្ងៃនេះគឺខ្ញុំបានមកដល់ខេត្តបាត់ដំបងបាទទីតាំងនេះគឺភូមិកាប់គោថ្មីបាទសង្កាត់អូចាណែអ៊ំសង្កាត់អូចាបាទក្រុងបាត់ដំបងខេត្តបាត់ដំបងបាទហើយនេះកូនរបស់គាត់បាទអាយុច្រើនអស់ហើយបងប្អូនអើយបាទហើយអាយុសិត50ឆ្នាំជាងបាទ40ឆ្នាំជាងប៉ុន្តែគឺគាត់ពិការទាំងអស់បាទទាំងកូនស្រីទាំងកូនប្រុសហ្នឹងពិការទាំងអស់ដល់ពេលអញ្ចឹងអត់មានកូនណាម្នាក់ដែលគាត់អាចរស់ស៊ីចិញ្ចឹមឪពុកម្ដាយបានទេបាទបងប្រុសខាងនេះគាត់ដើរបានប៉ុន្តែគាត់ងឹតភ្នែកបាទរាល់ថ្ងៃហ្នឹងណាបាទហើយបងស្រីខាងនេះគាត់អត់អាចដើរបានទេបាទហើយនេះពូខាងនេះក៏គាត់អត់អាចដើរបានដែរគឺគាត់អង្គដូចគ្នាបាទហើយលោកតានោះគាត់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺពិការដែរនឹកឃើញតាជីវិតខ្ញុំអីក៏អាក្រក់ម្ល៉េះបាទកើតមកខុសគេមានកូនមានប្តីក៏ឈឺកូនក៏ឈឺបាទខ្ញុំទៅលក់ខ្ញុំទឹកភ្នែកអូនបាក់ពេកបាទនឹកឃើញថាមានប្តីដឹកនាំទៅជួយរកគ្នាទៅណាសំគ្នាដល់ពេលគាត់ឈឺយ៉ាងទៀតអត់មានអ្នកណាជួយខ្ញុំទេបាទចា៎មានតែម្នាក់ឯងយប់ឡើងដេកអត់លក់ទេនឹកឃើញថាយើងនៅរកកើតចាប់ឲ្យយើងអត់រកអីកើតតើបានអីឲ្យកូនហូបបាទចុះឥឡូវលោកយាយអាចនៅចេះតែរកនេះរកនោះបានលក់អេតចាយខ្លះទៅបាទលក់នេះលក់នោះបានតិចតួចបាទជួយអូនឯងជួយមកនឹងអូនចេះខ្សែផ្សំណាអូនបាទអ៊ំចុះបើសិនជាអត់ពីអ៊ំទៅនឹងយ៉ាងណាបាទអ៊ំគិតថាបានពីណាជាអ្នកមើលថែគាត់បើពួកគាត់ដើរអត់រួចអញ្ចឹងខ្ញុំគិតអញ្ចឹងដែរណាអូនថាអត់ពីយើងទៅនឹងបានអ្នកណាទេខ្ញុំមានថាសុំឲ្យកូនហ្នឹងជួយសុំគេទៅបើអស់ពីម៉ែពីឪហើយបានតែតិចតួចចេះ4ដាំបាយដាំបយហូបទៅឲ្យមករស់សិនទៅឲ្យគាត់សុំគេយ៉ាងម៉េចអ៊ំបើគាត់ដើរអត់រួចហ្នឹងគាត់នៅតែមួយកន្លែងហ្នឹងបាទទៀតគាត់អត់ទៅសុំទៀតណាបាទគាត់ទៀសមានអីមានក៏ដើរជិះទេ
គាត់យ៉ាប់ទៀតគាត់ប្រើគាត់ថាជាទៀតទៅមើលគេមើលឯងឲ្យធូរនេះទៅគាត់អត់ទៅទេតាំងពីអើយមក បាទ តាខ្ញុំនឹងពីអ្នកតាចេះតែចែវទៅរយកមកចាំកូនហ្នឹងធ្វើម៉េចអានេះយើងថាយើងវាអ្នកទទួលហើយយើងបានជាកើតវាមកទៅហើយយើងធ្វើម៉េចបោះបង់វាទៅម៉េច បាទអ៊ំ បាទហើយចេះតែតស៊ូទៅតពេលឡើងនឹងនឹកឃើញតាខ្លួនយើងរបានតិចតួចទៅអស់យើងទៅបានអ្នកណាចាំនឹកឃើញថាគ្នាវាអត់ចង់អញ្ចឹងទេម្នាក់វាអត់ចង់ទេចង់តែដើរទៅមើលគេមើលឯងតាពេលដើរអត់រួចចឹងគ្នាពិបាកចិត្តណាស់ប៉ុន្តែគ្នានិយាយមិនកើតគ្នាយំមិនចាញ់ហ្នឹងហើយយើងចាស់ជាយំខ្លះអីទៅដល់វាអត់ហ៊ានយំអីតែវាគ្រាន់តែបាក់ចិត្តហើយសុខចិត្តចង់ងាប់ហើយឡាមួយនេះថាឲ្យវាទៅសុំគេវាសុខចិត្តងាប់ចោះវាអត់ទៅសុំគេទេ អត់ទៅសុំគេទេ អត់សុខចិត្តមកស៊ីដូចថាបានបានហូបហ្នឹងមានហូបមានអត់ហូបអត់ចោះវាសុខចិត្តអត់ទៅសុំគេតើ បាទកាលពីដើមលោកតាគាត់ជាអ្នកដើរចាក់ធុងបាសចាក់មីក្រូអីចឹងទៅដើម្បីរលុយមកចិញ្ចឹមកូន ហើយខ្ញុំជាណាខ្ញុំមាន concert អីខ្ញុំទៅលក់ទៅគាត់ដឹកខ្ញុំទៅចឹងទៅគាត់ទៅចាក់មីក្រូទៅខ្ញុំទៅលក់ទៅចំណេះ 4-5 ម៉ឺនខ្ញុំនឹកឃើញថាក៏ងើយ 4-5 ម៉ឺនក៏បានជាលុយរបស់យើងដែរបាទយើងចិនសំទៅកំចាំតែបានច្រើនសុំ 10000 ក៏លុយដែរអូ បាទចុះលោកតាគាត់ធ្លាក់ខ្លួនពីការប្រហែលជាប្រហែលឆ្នាំហើយយើង 7 ឆ្នាំហើយ 7 ឆ្នាំហើយ តែឆ្នាំនេះគាត់ដាប់ហើយ និយាយទៅគឺតាំងពីធ្លាក់ខ្លួនពីការមកគឺលោកយាយពិបាកហ្មង តាំងពីគាត់ធ្លាក់ខ្លួនឈឺមកខ្ញុំពិបាករហូត បាទ គាត់នៅអានេះដូចថាគាត់ការងារស្រីក៏គាត់ចេះការងារប្រុសក៏គាត់ចេះហ៎ បាទ ដល់ពេលគាត់ធ្លាក់ខ្លួនមកនៅលើខ្ញុំទាំងអស់ណាគាត់ឈឺនឹងគាត់ឈឺជាងអត់មានថាមិនដូចពីមុនណាអូនគាត់ណានិយាយអីគាត់ស្ដាយឥឡូវគាត់និយាយនឹងណានៃខុសទៅគេអ្នកខ្លះគេអត់ដឹងឯណា បាទគាត់វិញខ្លះចឹងទៅ គាត់និយាយទៅដែលអីចឹងទៅ បាទ គាត់និយាយដូចមុនទេ បាទហើយចុះអាណាខាងបងប្រុសវិញបងនៅពេលដែលម្ដាយគាត់រកលុយតែម្នាក់ឯងអញ្ចឹងបងពិបាកចិត្តទេ ពិបាកចង់ជួយម្ដាយទេ ចង់តែជួយអត់កើត ចង់តែជួយអត់កើត បាទអឹមទិញឲ្យចាយបានតិចនៅពេលដែលបងទិញអេតចាយគេយកចាយមកលក់គេច្រើនខ្លួន លោកជីអ្នកទិញឬក៏បងអ្នកទិញ ខ្ញុំជួយមើលខ្លះទៅចា បងទិញខ្លួនឯងបងមើលមិនឃើញ គេថ្លឹង គេថ្លឹងខ្លួនឯង តែយើងចាំប្រកិតលុយឲ្យគេ ចាខ្ញុំនៅខ្ញុំជួយមើលទៅអូនខ្ញុំអត់នៅគេ ដល់ពេលគេយកចាយមកលក់ហ្នឹងអាហ្នឹងគឺគេថ្លឹងខ្លួនឯងអីខ្លួនឯងអញ្ចឹង បាទ ទៅ គ្រាន់តែយើងចាក់ទៅយកឲ្យក្រុមគេវិញទៅយើងគិតលុយឲ្យគេទៅ ប៉ុន្តែយើងមើលអត់ឃើញទេ មើលអត់ឃើញទេខ្លះគេបន្លំ គេបន្លំឲ្យខ្លះទៅ មានគេបន្លំទេ មានយកទឹកដាក់ដបមកច្រកមកថ្លឹងឲ្យយើង បងប្អូន មាន បាទយកទឹកដាក់ដូបហើយច្រកទៅដើម្បីឲ្យគីឡូបានច្រើនធ្ងន់មានគេបន្លំយើងអញ្ចឹងទៀត ហើយកំពុង អូ ដាក់ បងប្អូនហើយ ដាក់ដីក្នុងនឹងទៅដំចូលពិតអស់ទៅដាក់ធ្ងន់ ហើយយកមកថ្លឹងអញ្ចឹងទៅ ហើយអ្នកណានោះខ្ញុំហ្នឹងខ្ញុំឈឺខ្ញុំទៅដេកពេទ្យខ្ញុំវាយកអាដីដុំប៉ុណ្ណឹងនៅគេនោះឡើយណាដុំប៉ុណ្ណឹងគេថាដែក ហើយយកមកលក់ឲ្យយើង ចាឆ្វាក់វាឆ្វាក់ដែកហ្នឹងពីក្រោមក្នុងក្រុងហ្នឹងហើយអញ្ចឹងទៅវាដាក់ដីហ្នឹងមកជន់ហ្នឹងហើយវាដាក់ដីជន់ទៀតហើយវាដាក់ដែកពីលើហើយនៅងឹតស្ទាបទៅប៉ះតែដែកថ្លឹងទៅចា បាទក៏គិតលុយឲ្យគេតាមនឹងទៅថ្ងៃនេះគឺខ្ញុំបានមកដល់ភូមិកាប់គូថ្មីបាទសង្កាត់អូចាក្រុងបាត់ដំបងខេត្តបាត់ដំបងមកដល់ផ្ទះលោកយាយម្ដងទៀតហើយបាទមកជួបជាមួយនឹងបងប្រុសបងស្រីដែលគាត់ជាជនពិការបាទមែនតែនទៅនឹងខ្ញុំមិនដឹងថាដូចពាក្យដែលគេនិយាយអត់ទេណាបងប្អូនបាទគេថាបងប្អូនជីដូនមួយយកគ្នានៅពេលកូនកើតមកគឺដូចថាគាត់អត់ប្រកដីអញ្ចឹងណាអញ្ចឹងបានន័យថាលោកយាយហើយនឹងប្តីរបស់លោកយាយធ្វើជាបងប្អូនជីដូនមួយ ចាម៉ែខ្ញុំហើយម៉ែខ្ញុំម៉ែគាត់ហើយម៉ែខ្ញុំបងប្អូនកើតទៅស្រីហើយស្រីទេអ្នកខ្លះគេចាអ្នកខ្លះគេនិយាយថាបើប្រុសហើយប្រុសហ្នឹងបាន អាហ្នឹងបានអាចនឹងកូនកើតមកអត់ប្រកដីបាទប៉ុន្តែនេះស្រីនឹងស្រីអត់អីទេ ក
ដូចថា បា ម៉ែ ទ ខ្ញុំបានប្តីទៅគ្រួសារគាត់ផ្សេងទៅ បាទបា ហើយ ទ ម៉ែតាបានប្តីទៅគ្រួសារគាត់ គ្រួសារផ្សេងទៅ ចា បាទ អ្នកខ្លះគេនិយាយចឹងដែរណាអូន បាទមិនដឹងថាជា យល់ កម្មពីអតីតជាតិដែលឲ្យពួកគាត់មកកើតជុំគ្នា យល់ ពីការទាំងអស់គ្នាឬក៏ដូចដែលពាក្យដែលបងប្អូនគាត់បាននិយាយអញ្ចឹងណា ចា បងប្អូនចំនួនមួយយកគ្នាហើយបានកូនកើតមកអញ្ចឹងបាទយើងមិនដឹងថាមួយណាពិតប្រាកដ គឺ អឺ យើងវាអត់ដឹងទាំងអស់ បា គ្នា ទ អូន បាទ ខ្ញុំក៏អត់ដឹងដែរ ប៉ុន្តែគាត់ចាប់ផ្ដើមធ្លាក់ខ្លួនពីការហ្នឹងតាំងពីកើតមកឬក៏គាត់មានអាយុប្រហែលហើយ អូ អូ ន ន ចាប់ពីអាយុ15 16 អូអញ្ចឹងតតែអាយុ15 16ឆ្នាំហើយបានគាត់ចាប់ផ្ដើមពីការយកហ្មង នេះសារៀនចេះតា អូ ថ្នាក់ទី3ទី4អា អ នេះ ញ្ចឹង ថ្នាក់ទី5អីហ្នឹងណា អញ្ចឹងបានន័យថាតាំងពីទូចមកអត់អីទេ អត់អីទេហូររត់ អូ ដេញវាមិនទាន់ផងហ្នឹង អញ្ចឹង ចា អូ ខ្ញុំតឹងងឹតខ្ញុំតឹងងឹតបាន7 8ឆ្នាំនេះដែរ ទើបតែងឹត7 8ឆ្នាំហ្នឹងទេ មុនងឹតដែរតែយើងមើលឃើញខ្លះ តែឥឡូវមើលឲ្យលែងឃើញហ្មង ឥឡូវមើលលេងឃើញrồi អូ ខ្ញុំក៏មិនដើរចាប់មេក្រូនេះឲ្យខ្ញុំហ្នឹងហើយ បាទបាទ ទៅ អូបងប្អូន មិនងឹត បាទបាទ មានថាគាត់តាំងពីក្មេងមកអត់ទេតាំង ទើបតែគាត់ធំហើ តា យ ធំហើយនឹង បា ហើយ ទ គាត់នេះងឹតភ្នែកហើយ ខ្សែ ខ្សែ បា សា ទ ទទៀត អូ រាល់ខែបើកឆ្នាំខ្សែសាទហ្នឹងក្នុងមួយខែ2ដង បាទយាយបា បើ ទ យើងទៅបើកគេអត់យកលុយទេប៉ុន្តែគឺថាថ្ងៃណាគេអត់យើងអាចទិញគេ បាទ មកឲ្យបងប្អូនដែរគាត់មើលឃើញហ្នឹង បាទ សូមគាត់មានធម៌សប្បុរសជួយដល់ខ្ញុំអ្នកពីកូនពិការនេះសូមជួយខ្ញុំផង បាទ ខ្ញុំវាអស់ទីពឹងហើយខ្ញុំទៅរកអីក៏អត់កើតទៀតខ្ញុំអាយុ7ជាងហើយ បាទលោក មាន យា តែ យ លេខម្រៀនដៃ10សូមជំនុំពរឲ្យបងប្អូនជួយតាមតិចតាមច្រើនខ្ញុំអត់ទៀមទាអីច្រើនទេ បាទ សូមតែបងប្អូនជួយបានតែតិចតិចណាបងក៏បានរស់ដែរអត់មានចង់ដល់បានមានបានគេឲ្យតែបានកូនរស់ចុះខ្ញុំសប្ងៃខ្ញុំនឹកឃើញថាជីវភាពខ្ញុំប៉ុន្តែហើយខ្ញុំលែងចង់មានចង់បានអីហើយ បាទ ឲ្យតែបានកូនហូបទៅ ធ្វើម៉េចឲ្យតែកូនហូបឆ្អែត ចា៎ ណាយាយណោះបាទ ថ្ងៃ អញ្ចឹងកូនរបស់លោកយាយទាំង4នាក់ហ្នឹងគឺគាត់ពិការទាំងអស់ហើយដល់ពេលលោកតាពិការម្នាក់ទៀតអញ្ចឹង5នាក់បាទតែអញ្ចឹងបាទហើយរតែយាយម្នាក់ឯង តាពិការបបាក់ជាងកូន អូ គាត់និយាយឆោនណាអូន អញ្ចឹងបានន័យថាលោកតាគាត់ពិការហ្នឹងគាត់ពិបាកជាងកូនទៀត ចា បាទគាត់ពិបាកជាងមិនខ្លះដែរយាយ គាត់និយាយអីទៅយើងចេះទុំចិត្តអត់បានចេះឆ្លើយមួយគាត់ទៅឆ្លោះគ្នាទៅ អូទៅថាពីមុនមកគាត់ធ្លាប់ដើរបានអីបានអញ្ចឹងណា គាត់ចេះមួមក បាទដល់ពេលឥឡូវគាត់ដើរលេងបានអីលេងបានអញ្ចឹងទៅគាត់ចេះតែមួម៉ៅគាត់